ញ៉ាំពងទៅហូបបានសក់សងអភ័យបើញ៉ាំមិនព្រោះញ៉ាំតែហកចងក្រំបើញ៉ាំហ្នឹងហើយតែថ្ងៃណាទៅនេះតែនៅផ្ទះទេនៅចេញទៅថប់ប្លុកទេហើយដើរមកផ្លែសលើដល់ទៅភាពនៅក្រោយផ្ទះបាត់ហើយមើលទៅភាពនៅក្រោយផ្ទះឡើងស្អាតឡើងរីឡិចហ្មងឥឡូវដែលសាបានចុះហកចងហើយនៅកន្លែងសៅពូញ៉ាំហ្នឹងមានខ្ចងមកកណៅគេខំចុះហកចងឡើងហត់ពីអ្នកនេះក៏ទៅជូនផ្កាគេទៅរកសារខាងពេជ្រយកផ្កាបោះចាំហ្មងទៅមិញពូញ៉ាំហើហើយឥឡូវបានទៅមកកន្លែងទៀតហើយមើលទៅភាពនៅតាមវាស្ដារឡើងស្អាតហ្មងហើយងាកទៅណាក៏ឃើញធម្មជាតិដែរពេលខ្ញុំហត់ពេកក៏បានឈប់សម្រាកសិនហើយមិនភ័យខ្ញុំនឹងនិយាយខ្លះនេះខ្ញុំដែរស្ដាប់ខ្ញុំសម្រាប់បាត់ហត់ដែរខ្ញុំក៏បានយកផ្កាទៅជូនផានីពេលនងផានីសប្បាយចិត្តពេលឡើងដួលហ្មងហើយខ្ចងបានតិចពេលឥឡូវពួកខ្ញុំបានបដោទៅហើមកន្លែងទៀតហើយដែលស្មីបានបេះផ្កាកផ្លៅទុកជូនអ្នកមើលហ្នឹងដែរភ្លេចពាក់មុំមកមុខខ្ញុំមកឡើងខ្មៅគ្រាន់ខ្ញុំទាញទៅសាមកភ្លេចមកផ្លែខ្ញុំកន្លាជើងឥឡូវពួកខ្ញុំហើខ្ចងបានច្រើននេះងាកទៅខាងនោះឃើញឆ្លក់ហើយមានត្រីពួកខ្ញុំក៏ចោះចាប់ហ្មងទៅហត់មិនក្តៅក៏បានតែស្មីជាងឲ្យស្ដាប់ដែរហើយតែស្មីជាងមិញព្រោះអត់បងប្អូនហើយចាប់ត្រីហើយក៏បានយកត្រីទៅលាងទៅឲ្យស្អាតមើលត្រីបានមកកណោហ្មងតែរឿងទូចបន្តិចឥឡូវហើយអស់ហើយពួកខ្ញុំក៏បានត្រឡប់ទៅផ្ទះវិញម្នាក់ពេលមកឡើងសប្បាយរីករាយហ្មងពេលទៅវិញហត់ពេកឡើងមុខឡើងស្អុយមិនបានជួប fan ហើយស្ដាប់យើងទៀតថាយើងកុំភ្លេចផុសផងឥឡូវឲ្យដល់ផុសហើយ fan ចូលមើលកុំភ្លេច comment ផងឥឡូវមកដល់ផ្ទះវិញខ្ញុំក៏បានចេះគ្រឿងខៅដើម្បីរៀបចំស្ងោរខ្ចងនៅនេះបាទបងប្អូនបើចេះឲ្យមើលវីដេអូនឹងបានខ្ញុំកំពុងកាច់អស់សក់ដល់ស្មៃហើយយកកំហុសស្នាលើក្បាលញ៉ែខ្ញុំភ្ញាក់ហ្មងមកក្រមមានតែស្មៃមួយដែលបកកាយនំសោចខ្ញុំហៅដល់ទៅយកម្ទេសហេតាតែផានីថាចេះបាច់ទេម្ទេសតែយើងក៏មានដែរមកម្ទេសតែផានីឡើងល្អហ្មងហើយធម្មជាតិទៀតដែលស្មៃបានចេញធ្វើដៃអាំងត្រីមកគេអាំងត្រីឡើងទៅនៅហ្មងហើយដាសាក៏បានបុកទឹកគីឡូដែរដើម្បីរៀបចំជ្រលក់ខ្ចងមិននិយាយអីរសារធ្វើតែគីឡូឆ្ងាញ់អញ្ចឹងបានខ្ញុំចូលចិត្តរសារធ្វើតែគីឡូហ្នឹងអរគុណបងប្អូនច្រើនដែលចូលចិត្តស្រឡាញ់ខ្ញុំបាយបាយខ្ញុំពងទៅហូបបានសក់សងអភ័យបើញ៉ាំមិនព្រោះញ៉ាំតែហកខ្ចងក្រំបើញ៉ាំហ្នឹងហើយតែថ្ងៃណាទៅនេះតែនៅផ្ទះទេនៅចេញទៅថប់ប្លុកទេហើយដើរមកផ្លែសលើដល់ទៅភាពនៅក្រោយផ្ទះបាត់ហើយមើលទៅភាពនៅក្រោយផ្ទះឡើងស្អាតឡើងរីឡិចហ្មងឥឡូវដែលសាបានចុះហកខ្ចងហើយនៅកន្លែងសៅពូញ៉ាំហ្នឹងមានខ្ចងមកកណៅគេខំចុះហកខ្ចងឡើងហត់ពីអ្នកនេះក៏ទៅជូនផ្កាគេទៅរកសារខាងពេជ្រយកផ្កាបោះចាំហ្មងទៅមិញពូខ្ញុំហើហើយឥឡូវបានទៅមកកន្លែងទៀតហើយមើលទៅភាពនៅតាមវាស្ដារឡើងស្អាតហ្មងហើយងាកទៅណាក៏ឃើញធម្មជាតិដែរពេលខ្ញុំហត់ពេកក៏បានឈប់សម្រាកសិនហើយមិនភ័យខ្ញុំនឹងនិយាយខ្លះនេះខ្ញុំដែរស្ដាប់ខ្ញុំសម្រាប់បាត់ហត់ហើយខ្ញុំក៏បានយកផ្កាទៅជូនផានីពេលនងផានីសប្បាយចិត្តពេលឡើងដួលហ្មងហើយខ្ចងបានតិចពេលឥឡូវពួកខ្ញុំបានបដោទៅហើមកន្លែងទៀតហើយដែលស្មីបានបេះផ្កាកផ្លៅទុកជូនអ្នកមើលហ្នឹងដែរភ្លេចពាក់មុំមកមុខខ្ញុំមកឡើងខ្មៅគ្រាន់ខ្ញុំទាញទៅសាមកភ្លេចមកផ្លែខ្ញុំកន្លាជើងឥឡូវពួកខ្ញុំហើខ្ចងបានច្រើននេះងាកទៅខាងនោះឃើញឆ្លក់ហើយមានត្រីពួកខ្ញុំក៏ចោះចាប់ហ្មងទៅហត់មិនក្តៅក៏បានតែស្មីជាងឲ្យស្ដាប់ដែរហើយតែស្មីជាងមិញព្រោះអត់បងប្អូនហើយចាប់ត្រីហើយក៏បានយកត្រីទៅលាងទៅឲ្យស្អាតមើលត្រីបានមកកណោហ្មងតែរឿងទូចបន្តិចឥឡូវហើយអស់ហើយពួកខ្ញុំក៏បានត្រឡប់ទៅផ្ទះវិញម្នាក់ពេលមកឡើងសប្បាយរីករាយហ្មងពេលទៅវិញហត់ពេកឡើងមុខឡើងស្អុយមិនបានជួប fan ហើយស្ដាប់យើងទៀតថាយើងកុំភ្លេចផុសផងឥឡូវឲ្យដល់ផុសហើយ fan ចូលមើលកុំភ្លេច comment ផងឥឡូវមកដល់ផ្ទះវិញខ្ញុំក៏បានចេះគ្រឿងខៅដើម្បីរៀបចំស្ងោរខ្ចងនៅនេះបាទបងប្អូនបើចេះឲ្យមើលវីដេអូនឹងបានខ្ញុំកំពុងកាច់អស់សក់ដល់ស្មៃហើយយកកំហុសស្នាលើក្បាលញ៉ែខ្ញុំភ្ញាក់ហ្មងមកក្រមមានតែស្មៃមួយដែលបកកាយនំសោចខ្ញុំហៅដល់ទៅយកម្ទេសហេតាតែផានីថាចេះបាច់ទេម្ទេសតែយើងក៏មានដែរមកម្ទេសតែផានីឡើងល្អហ្មងហើយធម្មជាតិទៀតដែលស្មៃបានចេញធ្វើដៃអាំងត្រីមកគេអាំងត្រីឡើងទៅនៅហ្មងហើយដាសាក៏បានបុកទឹកគីឡូដែរដើម្បីរៀបចំជ្រលក់ខ្ចងមិននិយាយអីរសារធ្វើតែគីឡូឆ្ងាញ់អញ្ចឹងបានខ្ញុំចូលចិត្តរសារធ្វើតែគីឡូហ្នឹងអរគុណបងប្អូនច្រើនដែលចូលចិត្តស្រឡាញ់ខ្ញុំបាយបាយ